នៅថ្ងៃអាទិត្យទី12ខែតុលាឆ្នាំ2025នេះខេត្តស្រែកែវនៃប្រទេសថៃបានចេញសេចក្តីប្រកាសបន្ទាន់មួយអំពីនេះឲ្យប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនកម្ពុជាថៃចូលរួមក្នុងការហ្វឹកហាត់ពិធីជម្លៀសខ្លួនដើម្បីត្រៀមទប់ទល់នឹងស្ថានភាពបន្ទាន់ដែលអាចកើតមានការហាត់សមនេះកើតឡើងចំពេលមានការកើនឡើងនូវភាពតានតឹងជាថ្មីនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃយោងតាមរបាយការណ៍របស់សារព័ត៌មាន The Nation ការហ្វឹកហាត់ជម្លៀសនេះបានចាប់ផ្ដើមនៅម៉ោង 10 ព្រឹកថ្ងៃអាទិត្យដោយផ្ដោតសំខាន់លើការផ្លាស់ទីអ្នកស្រុកទៅកាន់ទីជម្រកសុវត្ថិភាពនិងការសម្របសម្រួលនៅក្នុងចំណោមអាជ្ញាធរមូលដ្ឋានការហាត់សមនេះបានគ្របដណ្ដប់លើប្រជាពលរដ្ឋនៅក្នុងភូមិចំនួន61នៅទូទាំងស្រុកជាប់ព្រំដែនចំនួន4របស់ខេត្តស្រែកែវគឺស្រុកខុងស្រុងតាប្រាអរញ្ញប្រទេសនិងខ្លងហាតនៅក្នុងការហាត់សមនេះមានការក្លែងធ្វើជាព្រឹត្តិការណ៍អាសន្នកើតឡើងហើយអ្នកស្រុកក្លែងធ្វើជាជម្លៀសខ្លួនទៅរកទីទួលតំបន់សុវត្ថិភាពដែលបានកំណត់ទុកជាមុនលោកអភិបាលខេត្តផារិនយ៉ាភូមិសាទបានសង្កត់ធ្ងន់ថាការហាត់សមនេះគឺជាការត្រៀមរៀបចំសិទ្ធិសាស្ត្រនិងជំរុញឲ្យសាធារណជនក៏មានការផិតភ័យលោកបានកត់សម្គាល់ថាមេរៀននេះគឺបានមកពីបទពិសោធន៍នៃការជម្លៀសពីមុនមកបន្ថែមពីនេះអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះក្រុមងាយរងគ្រោះរួមមានមនុស្សចាស់កុមារជនពិការនិងអ្នកជំងឺដើម្បីធានាសុវត្ថិភាពរបស់ពួកគេក្នុងកំឡុងពេលដឹកជញ្ជូននិងការផ្លាស់ប្ដូរទីលំនៅលោកបានលើកឡើងថាអ្នកដែលបានផ្លាស់ទីលំនៅតិចជាង5ថ្ងៃនឹងទទួលបាន$2,000បាតឬជាង$61អាមេរិកក្នុងមួយគ្រួសារខណៈអ្នកដែលស្នាក់នៅបានយូរជាង5ថ្ងៃនឹងទទួលបាន$5,000បាតឬជាង$152អាមេរិកក្នុងមួយគ្រួសារការហ្វឹកហាត់ជម្លៀសបន្ទាន់នេះបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់អាជ្ញាធរថៃដើម្បីទប់ទល់នឹងស្ថានភាពមិនអាចរំពឹងទុកណាមួយនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃទោះបីជាអភិបាលខេត្តស្រែកែវអះអាងថាការហាត់សមនេះគ្រាន់តែជាការត្រៀមលក្ខណៈក្តីក៏ព្រឹត្តិការណ៍នេះបានធ្វើឡើងស្របពេលដែលភូមិមានចំនួននៅព្រំដែនកម្ពុជាថៃកំពុងកើតឡើងភាពតានតឹងជាថ្មីនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាកងកម្លាំងចម្រុះរបស់ប្រទេសថៃបានបន្តសកម្មភាពបំពានលើដែនអធិបតេយ្យកម្ពុជាជាក់ស្ដែងនៅថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025កងកម្លាំងចម្រុះរបស់ថៃប្រដាប់ដោយដំបងខាលព្រមទាំងឧបករណ៍ផ្សេងៗទៀតជាច្រើនបានធ្វើសកម្មភាពរាវរកមីននិងចល័តគ្រឿងចាក់ឈូសឆាយដីដែលពួកគេបានពាត់របងកាលពីថ្ងៃទី13ខែសីហាឆ្នាំ2025យោធាថៃបានអះអាងថានៅថ្ងៃទី10ខែតុលាឆ្នាំ2025ជាថ្ងៃផុតកំណត់សម្រាប់ពលរដ្ឋខ្មែរដែលតាំងទីលំនៅនៅក្នុងភូមិដែលពួកគេអះអាងថាស្ថិតនៅក្នុងខេត្តស្រែកែវប្រទេសថៃត្រូវជម្លៀសចេញភាពតានតឹងបានឈានដល់កម្រិតមួយទៀតជាមួយនឹងសកម្មភាពដែលត្រូវបានចាត់ទុកថាជាការយាយីផ្លូវចិត្តទៅលើប្រជាពលរដ្ឋកម្ពុជាកាលពីយប់ថ្ងៃទី10ខែតុលារហូតដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី11ខែតុលាឆ្នាំ2025កងកម្លាំងថៃបានចាក់សម្លេងរំខានពេញមួយយប់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅក្នុងនោះមានការចាក់សម្លេងខ្មោចឆ្កែលូនិងសម្លេងយន្តហោះជាដើមដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចសម្រាកបានឡើយសកម្មភាពនេះបានបន្តនៅយប់ថ្ងៃទី11ខែតុលាឆ្នាំ2025ដដែលដោយកងកម្លាំងថៃបន្តចាក់សម្លេងរំខានក្នុងគោលបំណងធ្វើឲ្យតក់ស្លុតផ្លូវអារម្មណ៍ដល់ពលរដ្ឋនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាជាការឆ្លើយតបនឹងស្ថានភាពនេះភាគីកម្ពុជាបានចាត់វិធានការមួយចំនួនកាលពីយប់ថ្ងៃដដែលក្រុមអ្នកអង្កេតការណ៍អន្តរការ IOT បានចុះត្រួតពិនិត្យតាមដានដោយផ្ទាល់នៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាទីតាំងរងការរំខានដោយសារការចាក់សម្លេងឮពីកងទ័ពថៃនាយប់ថ្ងៃទី11ខែតុលាឆ្នាំ2025ទន្ទឹមនឹងនេះផងដែរប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏បានផ្ញើញត្តិបន្ទាន់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ពាក់ព័ន្ធនឹងការប្រើប្រាស់សម្លេងរំខានដែលត្រូវបានចាត់ទុកថាជាទម្រង់នៃការបំផិតបំភ័យនិងយាយីផ្លូវចិត្តពលរដ្ឋកម្ពុជាតាមបណ្ដោយព្រំដែនកម្ពុជាថៃពីសំណាក់កងទ័ពថៃសរុបមកការហាត់សមជម្លៀសជាបន្ទាន់របស់ខេត្តស្រះកែវគឺជាសញ្ញាមួយនៃការត្រៀមលក្ខណៈក្នុងស្ថានភាពអាសន្នដែលសកម្មភាពបំពេញនិងការយាយីផ្លូវចិត្តនៅតំបន់ព្រំដែនបានធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែឡើងកម្ដៅថែមទៀត។